ក្មេងសាលាបារាំងបោះពុម្ពលើកទី3និពន្ធដោយលោកជុតខៃជំពូកទី1ផ្សារត្រីកំពង់ចាមខេត្តកំពង់ចាមគឺជាខេត្តមួយដ៏សំខាន់នៃប្រទេសកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិដូចជាព្រៃឈើចម្ការកៅស៊ូវាលស្រែដ៏ល្វឹងល្វើយដីចម្ការរាប់ពាន់ហិកតាដ៏មានជីជាតិនៅតាមមាត់ទន្លេព្រមទាំងស្ទឹងព្រែកអូរនិងបឹងបួរដែលសម្បូរទៅដោយត្រីគ្រប់ប្រភេទបរទេសខ្លះសរសេរថាសម្បត្តិធម្មជាតិដ៏កម្រមាននេះហើយដែលធ្វើឲ្យខ្មែររស់នៅបានស្រួលពេករហូតភ្លេចខ្លួនឥតមានអើពើនឹងការវិវត្តទៅនៃប្រទេសជិតខាងនិងសកលលោកមិនត្រឹមតែរាស្ត្រទេដែលភ្លេចខ្លួនសូម្បីតែអ្នកដឹកនាំដ៏ស្ពឹកស្រពន់ក៏រស់នៅក្នុងការសប្បាយនិងស្រមើស្រមៃរហូតដល់ស្រុកខ្ទេចខ្ទាំដោយសារសង្គ្រាមប្រល័យពូជសាសន៍ក្រុងកំពង់ចាមសង់នៅប្របមាត់ទន្លេមេគង្គគឺជាក្រុងមួយដ៏ប្រណិតអ្នកដំណើរតាមទូកកាណូតឬកប៉ាល់នៅពេលមកដល់ក្រុងនេះគេតែងតែពេចពើរមើលមើលដុំថ្មដ៏ធំធំជាច្រើនដែលគេរាយនៅតាមមាត់ច្រាំងចាប់ពីវត្តជ្រោយថ្មរហូតដល់ផែកប៉ាល់ដើម្បីកុំឲ្យដីបាក់នៅពេលទឹកឡើងបន្ទាប់មកគឺផ្ទះថ្មជាជួរដែលសង់នៅតាមផ្លូវមាត់ទន្លេនិងសួនច្បារដ៏ស្រស់មួយសង់ថងតាំងពីជំនាន់អាណានិគមបារាំងសួននេះដែលអ្នកក្រុងទម្លាប់ហៅថាលាវកូឡាគឺជារោងមួយរាង4ជ្រុងទ្រវែងឥតមានជញ្ជាំងតែមានសសរស៊ីម៉ង់ពណ៌សនិងរនូតឈើជាច្រើនដាក់ខ្វាត់ខ្វែងជាចត្រង្គនៅពីលើរុក្ខជាតិវល្លិជាច្រើនប្រភេទព័ទ្ធព័ន្ធសសរនិងរនូតឈើក្រាស់ឃ្មឹកសឹងតែពន្លឺព្រះអាទិត្យជ្រៀតចូលមិនបានអ្នកដើរកំសាន្តតាមមាត់ទន្លេតែងនាំគ្នាអង្គុយនៅលើជើងថ្មាវែងដើម្បីស្រូបយកក្លិនផ្កាម្លិះរួតម្លិះលាចេកទេសចំបៃលឿងនិងក្រហមដែលគេដាំពាសពេញសួនជាប់នឹងសួនគឺជណ្ដើរថ្មមួយដ៏ច្រើនកាំដែលគេជីកពីមាត់ច្រាំងចុះទៅក្នុងទន្លេជណ្ដើរនេះប្រើបានតែនៅខែប្រាំងទេខែវស្សាវាលិចបាត់ទៅក្នុងទឹកនៅមុខវាលកូឡាតែនៅត្រើយម្ខាងជិតទន្លេបិទគេឃើញមានប៉មមួយលេចធ្លោឡើងហួសដើមឈើទាំងឡាយនៅក្បែរនោះប៉មដ៏កំសត់នេះដែលគេទុកចោលជាយូរឆ្នាំណាស់មកហើយនោះក៏សង់នៅក្នុងរបបអាណានិគមបារាំងសេះដែរស្មៅនិងរុក្ខជាតិនានាដុះរោមជុំជិតហាក់ដូចជាខ្លាចវារត់ចោលទីកន្លែងនៅខាងក្រោយសួនគឺមហាវិថីមួយដ៏ធំដែលលាតសន្ធឹងទៅដល់លំនៅឋានចៅហ្វាយខេត្តរួចហើយវាក៏បែកជាផ្លូវពីរដោយជំពាមកៅស៊ូដែលទៅជួបគ្នានៅមុខវិទ្យាល័យព្រះសីហនុដើមស្វាយទៀតនិងដើមឈើធំខ្លះទៀតដុះអមមហាវិថីរហូតដល់ផ្ទះលោកប្រមុខខេត្តបន្ទាប់មកគឺដើមមៃស័កយៈជាច្រើនដើមចោលម្លប់យ៉ាងត្រឈឹងត្រឈៃនៅតាមផ្លូវទៅកាន់វិទ្យាល័យរោងកុនអេដិនរបស់លោកវិសេសសម្បត្តិហេងគុជសង់នៅដើមវិថីរួចមកគឺសាលាដំបូងវិហារកាតូលិកដែលខ្មែរយើងទម្លាប់ហៅថាអង្គរក្រោយអង្គរគឺសាលារៀនយួនបន្ទាប់ពីវិហារកាតូលិកគឺសាលាបឋមសិក្សានារីឬសាលាស្រីមិនឆ្ងាយប៉ុន្មានពីរោងកុនអេដិនគេឃើញអគារមួយដ៏ធំពណ៌ប្រផេះលេចធ្លោឡើងនៅកណ្ដាលផ្ទះផ្សារជាច្រើនជួរគឺជាផ្សារកំពង់ចាមដែលគេទម្លាប់ហៅថាផ្សារត្រីបន្ទាប់ពីផ្សារត្រីគឺសាលារៀនចិនដែលសង់នៅចំពីមុខផ្លូវប៉ាស្ទ័រក្រុងកំពង់ចាមជាក្រុងមួយដែលមានសភាពអ៊ូអរតាំងពីព្រលឹមស្រាងរហូតសឹងដល់ពាក់កណ្ដាលយប់អ្នកដែលនៅជុំវិញផ្សារនិងក្បែរសាលាចិនគ្មានសំណាងដេកលក់ដល់ថ្ងៃរះទេព្រោះសំឡេងតាំងតោចិញ្ច្រាំសាច់ជ្រូកលើជ្រុញឈើដែលរសាត់ចេញពីភោជនីយដ្ឋានចិនបញ្ចេញសំឡេងពកប៉ាកញាប់ស្មេលើពីឆ្កែអេះអង្កេតទៅទៀតនៅកំពង់ផែគូលីចាប់រើអីវ៉ាន់ចេញពីទូកកាណូតនិងកប៉ាល់ចំណែកនៅតាមផ្លូវជុំវិញផ្សារត្រីអ្នកធាក់រមាក់អ្នកបរទេសគោនិងឡានមមាញឹករើបន្លែផ្លែឈើត្រីសាច់ទៅដាក់លើរៀននិងតូបលក់នៅតាមសំយ៉ាបផ្សារ
អ្នកលក់បបរឈាមជ្រូកម្នាក់ដែលអង្គុយចោលហោងនៅពីក្រោយរានឈើទៀបអមទៅដោយថើងនាគនិងឆ្នាំងដែកពណ៌ខ្មៅដ៏ធំសម្បើមមួយនោះគឺជាស្រីយួនដ៏ចំណាស់ម្នាក់គាត់ស៊ីស្លាប្រផ្លេះឲ្យភ្នែកអៀស៊ីអែពេលខ្លះគាត់ដួសបបរបណ្ដើររុញឆ្នុកថ្នាំឬញីភ្នែកបណ្ដើរប៉ុន្តែសុំទោសញីវរុំគាត់ជុំចិត្តស្ទើរតែដួសបបរមិនទាន់នៅសំយ៉ាប់ផ្សារទិសខាងកើតគេឃើញច្រើនតែចិនលក់ខោអាវអ្នកលក់ទាំងនេះអង្គុយចាំតែអ្នកស្រាយចូលក្រុងនិងអាវកោដោយមិនដាក់ទឹកឆ្ងាយពីពួកអ្នកលក់បន្តិចគឺទីធ្លាធំមួយដែលមានមនុស្សម្នានាំគ្នាចោមរោមតាគ្រុឌអ្នកនិទានរឿងដ៏ល្បីល្បាញនិងខ្មែរម្នាក់លេងប៉ាហ៊ីមិនស៊ីលុយតាគ្រុឌភ្នែកខ្វាក់ទាំងសងខាងតែវោហារបានគាត់ពូកែខាងនិទានរឿងបុរាណមានរឿងរាមកេរ្តិ៍លក្ខសិនវង្សព្រះចិនវង្សជាដើមតាគ្រុឌអង្គុយបត់ជើងលើកន្ទេលជើងម្ខាងកលនឹងខ្នើយដៃទាំងពីររេទៅមុខទៅក្រោយមាត់បែកពពុះស្គល់នៅពេលគាត់និយាយដល់យាកហោះច្បាំងគ្នានៅលើមេឃគាត់ស្ទុះហក់ទៅមុខចាប់ខ្នើយគប់ទៅលើអ្នកស្ដាប់ភ្ញាក់ដួលទីណាត់ទីណៃធ្វើឲ្យមនុស្សគ្នាភ្ញាក់ផ្អើលពេញផ្សារត្រីរីឯអ្នកលេងប៉ាហ៊ីមិនស៊ីលុយដែលអ្នកផ្សារឲ្យឈ្មោះថាប៉ាហ៊ីមីកាតាំងយូជាខ្មែររៀងចំណាស់ម្នាក់ដែលមានមាឌខ្ពស់ស្រឡះសក់រួញស្បែកខ្មៅតាប៉ាហ៊ីនេះរកស៊ីលក់ថ្នាំនិងដកធ្មេញតែមិនស្រួលគាត់ដកធ្មេញល្អថាធ្មេញឈឺហើយគាត់មានស្វាញីឈ្មោះមីកាតាំងយូដែលជាស្វាចេះស្ដាប់ភាសាមនុស្សហេតុដូចនេះហើយបានជាអ្នកផ្សារឲ្យឈ្មោះគាត់ថាប៉ាហ៊ីមីកាតាំងយូគាត់ប្រើក្មេងម្នាក់វាយស្គរក្តុងក្តាំងជាចង្វាក់ជូនដំណើរមីកាតាំងយូទៅរែកទឹកនៅមាត់ទន្លេមេគង្គស្វាញីនេះពាក់អាវម៉ាដាមពណ៌ក្រហមលាយអុចអុចរែកកំពុងទឹកដោះគោ Nestle តែកតោកដែលចងភ្ជាប់ទៅនឹងរង្វាត់ឫស្សីប្រហែលកន្លះម៉ែត្រដើរប្រទាក់សិននៅពីមុខអ្នកមើលលុះដើរបានមួយជុំហើយស្វាញីនេះធ្វើជាយកទឹកមកចាក់ទៀងដែលធ្វើពីត្រឡោកដូងបន្ទាប់មកទៀតម្ចាស់វាក៏ចាប់លក់ឆ្នាំតែពីកតាំងយូស្ទុះពីយកកូនត្រឡោកដៅមកទូដើរសុំលុយអ្នកមើលប៉ាហ៊ីមិនស៊ីលុយទន្ទឹមនឹងសំឡេងស្គរប៉ាហ៊ីសំឡេងស្គរផ្សាយកម្មវិធីគុនដែលរសាត់ចេញពីឡានតូចមួយបិទបាំងទាំងសងខាងទៅដោយផ្ទាំងគំនូរពីរដ៏ធំឡាននេះបើខ្វាត់ខ្វែងសឹងតែគ្រប់ផ្លូវទីក្រុងក្មេងពីរនាក់ដែលអង្គុយក្រោយឡាននាំគ្នាវាយស្គរឮសូរក្តុងក្តាំងមិនខុសពីសំឡេងស្គរលោតម៉ុងសាយឡើយក្មេងៗជាច្រើនរត់ប្រញាយពីក្រោយឡានដើម្បីដណ្ដើមក្រដាស់ផ្សាយកម្មវិធីគុនដែលអ្នកបើកបានសាចទៅតាមផ្លូវពីម៉ោង1ទៅម៉ោង3ថ្ងៃព្រះអាទិត្យបញ្ចេញចំហាយក្តៅខ្លាំងណាស់សភាពអ៊ូអរពេលព្រឹករលួតឈឹងហើយទីក្រុងទាំងមូលមានសភាពស្ងាត់ជ្រងំអ្នកទិញហាក់ដូចជាគេចខ្លួនពីផ្សារដើម្បីទុកឲ្យអ្នកលក់ដេកនៅពេលថ្ងៃផ្ទុយទៅវិញតាចិនពីរនាក់ម្នាក់លក់ការ៉ែមកៃម្នាក់លក់ទឹកយ៉ាវម៉ាហាក់ដូចជាគ្មានខកខ្វាយនឹងកម្ដៅព្រះអាទិត្យឬដំណេកថ្ងៃនោះឡើយតាការ៉ែមកៃមានមាឌធំខ្ពស់ស្គមកំប្រឹងពាក់អាវខ្មៅតែខាងខ្នងសម្បូរឡើងសដោយផ្កាអំបិលគាត់ស្លៀកខោខ្លីហើយធាក់រទេះចម្លែកមួយដែលផ្ទុកទៅដោយពុម្ពទឹកកកដ៏ធំរទេះនោះមានកង់3ធំមាំមិនខុសពីស៊ីក្លូប៉ុន្មានទេហើយប្រក់ទៅដោយដំបូលក្រណាត់មួយដែលមានរាងកោងមិនខុសពីឥន្ធនូធុងការ៉ែមដែលដាក់នៅលើកង់ពីខាងមុខមានរាង4ជ្រុងទ្រវែងពេលព្រះអាទិត្យបញ្ចេញចំហាយក្តៅខ្លាំងគាត់ធាក់រទេះយឺតនៅតាមថ្នល់ហាក់ដូចជាអស់កម្លាំងខ្លាំងណាស់យូរគាត់ទាញខ្សែកណ្ដឹងដែលចងជាប់នៅនឹងដំបូលដើម្បីដាស់អ្នកដេកថ្ងៃឲ្យជួយទិញការ៉ែមចំណែកតាយ៉ាវម៉ាដែលមានរាងតូចទាបខ្លួនទទេហើយច្រមុះធំខុសប្រក្រតីនោះគាត់ជួយពុំទឹកយ៉ាវម៉ាស្រែកពេញផ្សារត្រីអេយ៉ាវម៉ាអេយ៉ាវម៉ាធ្វើឲ្យអ្នកដេកថ្ងៃភ្ញាក់សឹងមមើងជេរប្រតិចផ្ដាសាគាត់គ្មានឈប់ឈរពេលព្រះអាទិត្យគងភ្នំគេសង្កេតឃើញអ្នកលក់ដ៏ចម្លែកម្នាក់ទៀតទូលអីដ៏ធំដែលពោពេញទៅដោយអង្កាមគាត់ដើរស្រែកតាមផ្លូវពីផ្ទះមួយទៅផ្ទះមួយពងទាមានកូនមានពងទា
ក្រោយព្រះអាទិត្យអស់ស្រង់ពួតពីក្រុងទាំងមូលនៅតែមានពន្លឺចិញ្ចាចដោយសារជំនាញអគ្គិសនីសំឡេងចម្រៀងដ៏ពីរោះដែលរសាត់ចេញពីរោងកុនអេដិននិងលំហែរាត្រីបានមកកន្ត្រាក់អារម្មណ៍មនុស្សគ្រប់រូបឲ្យចង់ចេញដើរកម្សាន្តពេលយប់ជ្រៅបន្តិចគេឮសូរស្នូគោះឈើពឹកពឹកនៅតាមផ្លូវស្នូនេះបញ្ជាក់យើងឲ្យដឹងថាធុងគុយទាវនិងមីនៅមិនឆ្ងាយពីផ្ទះយើងប៉ុន្មានទេជំពូកទី2សាលាប្រុសសាលាប្រុសស្ថិតនៅចម្ងាយប្រហែលជា500ម៉ែត្រពីសាលាស្រីសាលាទាំងពីរនេះស្ថាបនាឡើងនៅមុនសង្គ្រាមលោកលើកទី2ព័ទ្ធទៅដោយរបងថ្មយ៉ាងរឹងមាំសាលាប្រុសមានអគារថ្ម4ខ្នងនិងឈើ1ខ្នងហើយសង់ឡើងនៅលើដីរាប4ជ្រុងទ្រវែងជាប់នឹងភូមិមេម៉ាយនៅមុខសាលាគឺវាលទាត់បាល់បន្ទាប់មកទៀតគេឃើញអគារថ្ម2ធំមួយតូចមួយអគារធំជាកន្លែងទទួលក្មេងសាលាដែលទទួលអាហារូបករណ៍ចាប់ពីថ្នាក់មជ្ឈមដ្ឋានទី1រហូតដល់ថ្នាក់ឧត្តមដ្ឋានក្មេងទាំងនេះមានចំនួនប្រហែលជាង50នាក់ហើយច្រើនតែមកពីស្រុកនានាក្នុងខេត្តកំពង់ចាមដែលមានថ្នាក់រៀនត្រឹមអធិកដ្ឋានវិន័យនិងការអប់រំក្មេងទាំងនេះមានសម្ភារតឹងតែងមិនខុសពីវិន័យកុមារយោធិននោះឡើយដេកដើរអង្គុយឬចេញទៅក្រៅសាលាសុទ្ធតែមានច្បាប់ទម្លាប់ទាំងអស់ចំណែកអគារតូចគឺជាអធិការដ្ឋានបឋមសិក្សាក្រុងកំពង់ចាមនៅតាមចិញ្ចើមថ្នល់កាត់មុខទ្វារសាលាប្រុសគេឃើញមានដើមអំពិលបារាំងដុះជាជូរតាមឈើទាំងនេះបែកមែកសាខាហើយចោលលុបយ៉ាងប្រឈើប្រឈេងទៅលើផ្លូវថ្នល់និងអគារសាលានៅមុខពេលចូលរៀនព្រឹកល្ងាចឬពេលក្មេងសម្រាប់សភាពអ៊ូអរខៀវខ្ញាតែងតែមានចនិចនៅក្រោមដើមឈើព្រោះក្មេងជាច្រើនអ្នកនាំទៅដល់រោងអ្នកលក់នំបញ្ចុកបបរត្រីល្ហុងញោមកំពឹសអន្សមអាំងនំបំពងខ្លះនិងឡាក់សាលាប្រុសមានសិស្សស្រីមែនតែមានគ្រូស្រីគឺអ្នកគ្រូធីម៉ាយនិងអ្នកគ្រូស៊ីណងអ្នកគ្រូទី1មានដើមកំណើតជាយួនកើតនៅស្រុកខ្មែរឪពុកគាត់ធ្វើរាជការបម្រើអាណានិគមបារាំងតាំងពីអើយមកម្លេះចំណែកប្តីគាត់ធ្វើការនៅក្រសួងសុរិយោដីដែលខ្មែរយើងចូលចិត្តហៅលេងសើចថាក្រសួងសុរិយោជីរីឯពួកសិស្សខិលវានាំគ្នាហៅគាត់ថាអ្នកគ្រូយាយជីអ្នកគ្រូទី2គឺខ្មែរសុទ្ធសាធតែម្ដងបាននិយាយពីសម្លៀកបំពាក់អ្នកគ្រូទាំងពីរស្លៀកពាក់ខុសគ្នាស្រឡះអ្នកគ្រូទីម៉ាយសាច់សត្រលុកដូចបណ្ដូលចេកពងមាន់នៅពេលមកបង្រៀនគាត់ពាក់អាវថៃប្រែពណ៌ខ្មៅនេះជាលក្ខណៈមួយប្លែកបន្តិចព្រោះស្រីយួនច្រើនពាក់អាវផាយពណ៌សចំណែកអ្នកគ្រូស៊ីណងក្រមុំចាស់មានមាឌធំបន្តិចស្បែកខ្មៅព្រីកហើយស៊ីស្លារៀងរាល់ថ្ងៃដែលជាហេតុធ្វើឲ្យបបោមាត់គាត់ក្រហមជានិច្ចដោយមិនចាំបាច់មកគីយេឡើយគាត់ស៊ីស្លាមែនតែក្មេងគាត់មិនខ្មៅដូចក្មេងយួនពេកនោះទេព្រោះគាត់ស៊ីពីស្លារួចព្រោះក្រោយពីស៊ីស្លារួចគាត់យកសម្បកផ្លែស្លាមកដុសធ្មេញយ៉ាងហោចណាស់2-3ដងក្នុងមួយថ្ងៃនៅគ្រូស៊ីណងអាយុជិត50ឆ្នាំហើយកាលពីប៉ុន្មានឆ្នាំមុនមានស្មៀនសាលាខេត្តម្នាក់មកស្ដីដណ្ដឹងគាត់តែគាត់មិនព្រមព្រោះសម័យខ្លួនសុំឲ្យគាត់ឈប់ស៊ីស្លានៅពេលការរួចអ្នកគ្រូស៊ីណងមានឡានរ៉ឺណូពណ៌ខ្មៅមួយដែលចំនួននោះខ្មែរយើងនិយមហៅថាឡានផ្លិតអ្នកគ្រូយើងថែឡានមិនខុសពីម្ដាយថែកូនចេញនោះឡើយពីព្រឹកជូតល្ងាចជូតរួចហើយគាត់យកក្រណាត់មកក្រោបវាហាក់ដូចជាខ្លាចឡានរងាឬខ្លាចគេឃើញយានគាត់យូរគាត់បើកឡានមកសាលាម្ដងនៅពេលគាត់បើកឡានមកសាលាម្ដងក្មេងៗនាំគ្នាចោមរោមមើលវាមិនខុសពីសត្វរុយរោមលាមកនោះទេអ្នកគ្រូទាំងពីរនេះឆ្នះនឹងកាចដូចគ្នាគាត់ចូលចិត្តក្តិចឬញញស្លឹកត្រចៀកសិស្សតែវិធីទាំងពីរមុខនេះមិនគ្រប់គ្រាន់ទេចំពោះគាត់ព្រោះក្រោយពីក្តិចគាត់ប្រើរំពាត់ផ្ដៅទៀតអ្នកគ្រូទីម៉ាយបង្រៀនថ្នាក់ឧត្តមដ្ឋានក
ចំណែកអ្នកគ្រូស៊ីណុងថ្នាក់ឧបដមដ្ឋានខសាលាប្រុសមាន16នាក់ដូចនេះគ្រូក៏មាន16នាក់ដែរក្នុងចំណោមគ្រូទាំង16នេះមានតែគ្រូម្នាក់គត់ដែលស្លូតហើយមិនចេះវាយសិស្សគឺលោកគ្រូសោមលោកគ្រូសោមមិនមែនត្រឹមតែស្លូតទេគាត់ថែមទាំងចេះកំប្លែងទៅទៀតដែលជាហេតុធ្វើឲ្យសិស្សស្រឡាញ់និងចូលចិត្តរៀនជាមួយគាត់ខ្លាំងណាស់គាត់បង្រៀននៅថ្នាក់មជ្ឈមដ្ឋានទី1គាត់មានវ័យចំណាស់ជាងគ្រូឯទៀតហើយចូលធ្វើការនៅក្រសួងសិក្សាធិការជាតិមួយឆ្នាំ2មុនជំរាបលោកលើកទី2បវិសនកាលឆ្នាំ1950គួរកត់សម្គាល់ថានៅចំនួននោះសិស្សចាប់រៀនសាលាបារាំងតាំងពីថ្នាក់កុមារដ្ឋាននៅព្រឹកថ្ងៃចូលរៀនឪពុកម្ដាយសិស្សព្រមទាំងក្មេងៗជាច្រើនអ្នកនាំគ្នាឈរកកកុញនៅក្នុងទីធ្លាសាលាក្រោយពីឮស្នូរជួងដំបូងមកគ្រូសិស្សនិងឪពុកម្ដាយសិស្សនាំគ្នាគោរពទង់ជាតិនៅមុខសួនច្បារក្រោយពីគោរពទង់ជាតិហើយសិស្សនាំគ្នាមកនំរៀបជួរនៅមុខថ្នាក់រៀនចាប់ពីថ្នាក់អធិការឋានរហូតដល់ថ្នាក់ឧត្តមដ្ឋានសិស្សមាន4ផ្នែកសិស្សដេកស៊ីបាយបួកនៅក្នុងសាលាសិស្សបានអាហារូបករណ៍ជាលុយសិស្សជាកុមារយោធិននិងសិស្សធម្មតានៅថ្នាក់អ្នកគ្រូធីម៉ាយក៏ដូចជាថ្នាក់អ្នកគ្រូស៊ីណុងសិស្សម្នាក់ខ្លាចអ្នកគ្រូទាំងពីរទៅព្រោះឮល្បីថាគាត់ខ្លាចណាស់ក្រោយពីអនុញ្ញាតឲ្យសិស្សអង្គុយរួចមកអ្នកគ្រូស៊ីណុងយកបញ្ជីហៅឈ្មោះសិស្សនៅក្នុងថ្នាក់អ្នកគ្រូស៊ីណុងមាន3ប្រភេទតូចយំនិងធំក្រាក់ពួកអត្តតូចទៅតុបមុខដល់មកទៀតពួកសិស្សមធ្យមនិងអាចចុងក្រោយគឺពួកសិស្សធំឆាយឆេនអ្នកគ្រូហៅឈ្មោះមកសិស្សឆ្លើយយីអាឆេនឯងធំដូចឃ្លោកមិនក៏មកប្រជ្រៀតអង្គុយតុមុខអញ្ចឹងយកសៀវភៅទៅអង្គុយតុក្រោយទៅអាឆេនអ្នកគ្រូបន្តឯងអាយុប៉ុន្មានហើយអាយុកំណើតឬអាយុក្នុងបញ្ជីជាតិអ្នកគ្រូយីឯងមានអាយុ2ផងសិស្សនាំគ្នាសើចគល់ព្រោះទប់សំណើចមិនបាននឹងឃ្លាក្រោយរបស់អ្នកគ្រូយកបន្ទាត់មកពុះតុឮសូរទាំងយីពួកឯងនាំគ្នាសើចរឿងអីភាពអ៊ូអរបន្តិចអំបញ្ញមិញក៏ត្រឡប់មកជាស្ងាត់ជ្រាបឡើងវិញអ្នកគ្រូបន្តមើលអាឆេនប្រាប់អញមើលអាយុទាំងពីររបស់ឯងបាទអ្នកគ្រូអាយុពីកំណើត16ឆ្នាំអាយុក្នុងបញ្ជីជាតិ12ឆ្នាំមិនបានជាឯងក្រមករៀនម្លេះបាទអ្នកគ្រូឲ្យខ្ញុំគាត់ឲ្យទៅឃ្វាលគោពោះប្អូនខ្ញុំវានៅតូចឥតអ្នកជួយធ្វើការចុះឯងស្នាក់នៅផ្ទះអ្នកណាខ្ញុំស៊ីបាយបួកអ្នកគ្រូហៅឈ្មោះសិស្សបន្តទៀតឈៀងហាក់ហេងក្មេងដុតធំម្នាក់ទៀតខ្មៅដូចព្រីងទុំក្រោកឈរហើយឆ្លើយមកអ្នកគ្រូស៊ីណងឧទានរបៀបភ្ញាក់យីឯងមកដូចចិនតែខ្លួនឯងខ្មៅស្រិលឯងមានអាយុពីរដូចអាឆេនដែរឬបាទអ្នកគ្រូរួចហើយអាហេងបន្តខ្ញុំមិនមែនមានត្រឹមតែអាយុ2ទេអ្នកគ្រូឈ្មោះខ្ញុំក៏2ដែរអ្នកគ្រូធំមិនបានអស់សំណើចឬសូរខឹកឯងប្រាប់អាឈ្មោះទី2របស់ឯងមកមើលបាទអ្នកគ្រូខ្ញុំឈ្មោះប្រកាសគឺបតនៅពេលខ្ញុំកើតមកឪពុកខ្ញុំគាត់ថាគាត់ភ្លេចទៅចុះសមុទ្រកំណើតលុះដល់គាត់ចង់ឲ្យខ្ញុំបានចូលរៀននឹងគេគាត់ក៏ខ្ចីជាតិកំណើតពីកូនចិនម្នាក់នៅក្នុងភូមិខ្ញុំហេតុដូច្នេះហើយបានជាខ្ញុំឈ្មោះឈៀងហាក់ហេងអ្នកគ្រូស៊ីណងហួសចិត្តអង្គុយក្រវីក្បាលតតាក់ឥឡូវយើងក្រឡេកមកមើលថ្នាក់អ្នកគ្រូធីម៉ាយម្ដងដំបូងគាត់ក៏ចាប់ហៅឈ្មោះសិស្សដូចអ្នកគ្រូស៊ីណងដែរសេចរៀនមកប៉ុនថ្នាក់ស្ងាត់ជ្រាបអ្នកគ្រូទានអាប៉ុនមិនងាប់សង់អាប់សង់នៅថ្ងៃចូលរៀនអញ្ចឹងលុះអ្នកគ្រូហៅចប់សិស្សម្នាក់លើកដៃហើយនិយាយទៅកាន់គាត់ថាអ្នកគ្រូភ្លេចហៅឈ្មោះខ្ញុំឯងឈ្មោះអីបាទខ្ញុំឈ្មោះពុកពុន
សិស្សម្នាក់នាំគ្នាទប់សំណើចព្រោះអ្នកគ្រូទីម៉ាយគាត់និយាយខ្មែរបៃឡំបន្តិចគាត់អានអក្សរពោថាបូពុះពុនទៅជាបុកប៊ុនឥឡូវនេះអ្នកគ្រូចង់ដឹងថាតើប៊ូពុឯងចេះភាសាបារាំងដល់កម្រិតណាព្រឹកនេះយើងសរសេរតាមអានបារាំងអ្នកគ្រូបើកសៀវភៅហើយអានចំណងជើងមេមន់និងកូនមន់បន្ទាប់មកទៀតគឺសេចក្តីនៃអត្ថបទអាក្មេងខ្លះវល់ក្បងលប់នឹងអ្នកគ្រូព្រោះគាត់អានអក្សរបារាំងវេថាបេដូចជាបៀថាបៀប្រហែល 2-3 អាទិត្យក្រោយមកទើបក្មេងចាប់បានហើយសរសេរបារាំងលែងច្រឡំរួចពីថ្នាក់អ្នកគ្រូស៊ីណុងនិងធីម៉ាយយើងមកដល់ថ្នាក់មជ្ឈមដ្ឋានរបស់លោកគ្រូសោមម្ដងលោកគ្រូសោមចាប់ហៅឈ្មោះសិស្សជាបន្តបន្ទាប់លុះមកដល់ឈ្មោះសិស្សម្នាក់គាត់ត្រឹងមួយសន្ទុះរួចគាត់ឧទានរបៀបភ្ញាក់ឈ្មោះនេះដូចឈ្មោះបារាំងមីសែលមានកូនបារាំងមករៀនអក្សរខ្មែរផងឬមើលគាត់សួរទៅសិស្សអាណាមួយឈ្មោះមីសែលមិញម្នាក់អាយុប្រហែល10ឆ្នាំលើកដៃខ្ញុំទៀនយីឯងខ្មែរតើមិនបាននិយាយឈ្មោះបារាំងខ្ញុំមិនដឹងផងលោកគ្រូមើលឯងឈ្មោះអីឪបង្កើតឬឪចិញ្ចឹមលោកគ្រូអូឯងមានឪពីរឬបាទលោកគ្រូឪបង្កើតឯងឈ្មោះអីនៅស្រុកណាបាទលោកគ្រូគាត់ខូចស្លាប់យូរហើយគាត់ឈ្មោះថាខាំមើលកាលនៅរស់គាត់នៅភូមិជ្រកក្បែរបកែវចូលឈ្មោះមីសែលជាឈ្មោះឯងពីកំណើតឬបាទមិនមែនទេមីសែលឪចិញ្ចឹមគាត់យកឲ្យកាលគាត់យកខ្ញុំមកចិញ្ចឹមកាលនៅភូមិជ្រកគេហៅខ្ញុំថាខំខិតឯងអាយុប៉ុន្មានកើតឆ្នាំណាខ្ញុំមិនដឹងអាយុខ្ញុំប៉ុន្មានទេតែឪបង្កើតខ្ញុំគាត់ប្រាប់ថាខ្ញុំកើតនៅពេលស្លឹកអំពើខ្ចីយោះទាំងគ្រូទាំងសិស្សនាំគ្នាសើចគិលយើងចូលមកដល់ខែចែកខែមេសាព្រះអាទិត្យបញ្ចេញចំហាយក្តៅខ្លាំងណាស់រុក្ខជាតិទាំងឡាយស្វិតក្រញ៉ង់ក្រោយពេលថ្ងៃត្រង់សិស្សហាក់ដូចជាល្វើយមិនសូវជាចង់រៀនសូត្រប៉ុន្មាននោះទេសិស្សខ្លះអង្គុយងោកសិស្សខ្លះស្ងាត់នៅក្នុងថ្នាក់នៃគ្រូសំណងសិស្សទៅរៀនអានអត្ថបទមួយដែលមានចំណងជើងថាអំពីទូរគមនាគមន៍មុនដំបូងអ្នកគ្រូអានអត្ថបទឲ្យសិស្សស្ដាប់ក្នុងថ្នាក់ស្ងាត់ជ្រាបគេឮសូរតែសំឡេងអ្នកគ្រូនិងសំឡេងរុយសិស្សខ្លះជាពិសេសពួកអាធំអង្គុយតុក្រោយងក់ក្បាលបុកនឹងតុម្ដងម្កាលនៅពេលតុកាយយំម្ដងវាភ្ញាក់ព្រឺតហាក់ដូចជាចាប់កន្ត្រាក់អាឆេនអ្នកគ្រូហៅតើយើងរៀនអំពីអ្វីអាឆេនដែលដេកលក់មួយភាំងក្រោកឈរមមាំងឆ្លើយទៅអ្នកគ្រូបាទថ្ងៃនេះយើងរៀនអំពីបង្គន់អាយងអ្នកគ្រូសួរតទៅទៀតថ្ងៃនេះយើងរៀនពីអ្វីអាយងដែលងក់ដោយអាឆេនដែរឆ្លើយតតាក់តតុបជំរាបប្រសាសន៍អ្នកគ្រូយើងរៀនអំពីទូលបង្គំសិស្សព្រោះមិនបាននាំគ្នាសើចកិលអ្នកគ្រូស្ទឹះទៅទាញស្លឹកត្រចៀកអាឆេននិងអាយងអុសចេញពីតុហើយបណ្ដាវាទាំងពីរទៅមុខកដាគៀនរួចហើយគាត់បញ្ជាឲ្យអាឆេនទៅយករំពាត់ក្តៅនៅក្នុងបំពង់ឫស្សីក្រោយកដាគៀនអាឆេនអ្នកគ្រូបន្ទាប់ឯងវាយអាយង10រំពាត់ឲ្យអញអាឆេនចាប់វាយអាយងតែវាវាយរៀងខ្នំឯងវាយអាយងដូចខ្លាចវាងាប់អ្នកគ្រូឥឡូវយករំពាត់មកឲ្យអញអាឆេនយករំពាត់ប្រគល់ឲ្យអ្នកគ្រូវត្តអាឆេនពី3រំពាត់អានេះស្រែកហូចអើគេវាយអញ្ចឹងទេឥឡូវឯងវាយអាយងបន្តទៅទៀតមើលម្ដងនេះអាឆេនលែងមែនទែនព្រោះវាខ្លាចអ្នកគ្រូវាយវាទៀតក្រោយពីវាយអាឆុង10រំពាត់អ្នកគ្រូបង្គាប់ឲ្យអាឆុងវាយអាឆេនម្ដងអាយងដែលកំពុងតែឈឺស្រាប់នោះស្ទុះទៅវាយអាឆេនអស់ទំហឹងដៃអាឆេនត្រាច់ថ្នូរដោយខ្លាត្រូវរបួសជំនាន់នោះមិនដឹងជាដូចម្ដេចទេលោកគ្រូអ្នកគ្រូវាយសិស្សនៅតែពេលសរសេរតាមអានបារាំងសរសេរខុសពាក្យមួយលោកគ្រូវាយពី1រំពាត់ទៅ2រំពាត់ចុះបើខុស10សិស្សត្រូវទទួលទណ្ឌកម្មពី10រំពាត់ទៅ20រំពាត់ចុះបើសិស្សមួយថ្នាក់40នាក់លោកគ្រូត្រូវវាយសិស្សពី400ទៅ800រំពាត់នៅថ្នាក់ខ្លះលោកគ្រូឲ្យសិស្សជឿព្រោះវាយមិនអស់
សិស្សខ្លះជំពាក់គ្រូរាប់រយរំពាត់នៅពេលដាច់ឆ្នាំសិក្សាម្ដងសិស្សរៀននៅថ្នាក់មជ្ឈិមដ្ឋានជាមួយលោកគ្រូសោមកាលនៅថ្នាក់អធិកដ្ឋានវារៀនអន់ជាងសិស្សឯទៀតខ្លាំងណាស់ព្រោះគ្រូវាកាចពេកវាសិស្សឥតស្រាកស្រានអាសិនខ្លាចរំពាត់ហួសហេតុឲ្យតែគ្រូកាន់រំពាត់វាភ្លេចអស់ហើយមេរៀនទាំងប៉ុន្មានដែលវារៀនចេះចាំពីផ្ទះលុះមករៀនជាមួយលោកគ្រូសោមអាសិនរៀនបានលេខ1ឬ2ជានិច្ចព្រោះលោកគ្រូសោមគាត់មិនចូលចិត្តប្រើរំពាត់ទេជាមួយសិស្សគាត់ច្រើនប្រើចិត្តសាស្ត្រលោកគ្រូសោមដែលគ្រូនឹងសិស្សចូលចិត្តហៅគាត់ថាលោកតាជាគ្រូម្នាក់ដែលមានទេពកោសល្យខាងបង្រៀនសិស្សឲ្យឆាប់ចេះចាំដោយមិនប្រើរំពាត់វាយក្មេងលុះហើយនិស្សិតគរុកោសល្យមុននឹងចេញទៅបង្រៀនក្មេងតែងតែត្រូវក្រសួងបញ្ជូនឲ្យទៅធ្វើកម្មសិក្សាជាមួយគាត់ពី1ខែទៅ2ខែដើម្បីពិនិត្យមើលរបៀបគាត់បង្រៀននិងអប់រំសិស្សហើយមួយនោះលោកតាសោមត្រូវទទួលកម្មសិក្សាការនីម្នាក់ដែលត្រូវចេញទៅបង្ហាត់សិស្សនៅពេលដ៏ខ្លីខាងមុខនៅគ្រូដ៏ក្មេងនេះមានរូបឆោមស្អាតបាតណាស់សិស្សសប្បាយចិត្តជាអតិបរមាដោយបានអ្នកគ្រូក្មេងបង្រៀនជំនួសលោកតាធម្មតានារីខ្មែរជាពិសេសជំនាន់នោះទោះជារៀនចេះជ្រៅជ្រះយ៉ាងណាក៏ដោយក៏នៅតែមានចរិតស្លូតបួនឬមានជានិច្ចព្រឹកមួយនោះលោកតាសោមអង្គុយនៅលើតុពិនិត្យមើលអ្នកគ្រូក្មេងបង្ហាត់សិស្សគាត់ស្លៀកខោបារាំងជើងវែងពណ៌ប្រផេះមិនដឹងចៃដន្យអីគាត់ភ្លេចបិទលែវខោដែលជាហេតុបណ្ដាលឲ្យឃើញខោត្រឡប់ពណ៌ទៅដែរចំណែកសិស្សនិងអ្នកគ្រូឥតមានចាប់ភ្លឹកពីរឿងលោកតាសោមភ្លេចបិទលែវខោនោះទេព្រោះក្មេងប្រឹងស្ដាប់អ្នកគ្រូរីឯអ្នកគ្រូវិញគាត់ប្រឹងបញ្ចេញថ្វីដៃបង្ហាត់សិស្សឲ្យតាសោមវិនិច្ឆ័យអ្នកគ្រូបង្ហាត់សិស្សរៀនអានចំណែកអត្ថបទគឺផ្សារនៅភូមិយើងមុនដំបូងអ្នកគ្រូអានអត្ថបទលុះគាត់មើលចប់ហើយគាត់បង្គាប់ឲ្យក្មេង2នាក់មើលបន្តបន្ទាប់គ្នាក្រោយពីក្មេងមើលចប់សពគ្រប់គាត់ក៏ចាប់ផ្ដើមសំណួរតើនៅក្នុងផ្សារគេឃើញមានអ្វីខ្លះបាទអ្នកគ្រូនៅក្នុងផ្សារគេឃើញមានអ្នកលក់និងអ្នកទិញក្រៅពីអ្នកលក់និងអ្នកទិញគេឃើញមានអីទៀតបាទអ្នកគ្រូគេឃើញមានស្រីយួនអង្គុយចង្ហោងលក់ត្រីលោកតាសោមសើចឮខឹកចំណែកអ្នកគ្រូយើងមុខឡើងក្រហមក្រៅពីអ្នកលក់ត្រីអ្នកគ្រូបន្តគេឃើញមានអ្នកលក់ស្អីទៀតបាទមានអ្នកលក់បន្លែស្អីខ្លះបាទមានឃ្លោកត្រឡាចល្ពៅននោងម្ទេសផ្លោកនិងម្ទេសក្តោឆ្មាមកដល់ម្ទេសក្តោឆ្មាមិនដឹងជាហេតុដូចប្រេចទេអាក្មេងវាដំឡើងសម្លេងយ៉ាងខ្លាំងចំណែកអ្នកគ្រូក្មេងវិញមុខគាត់ឡើងក្រហមដូចរងើកភ្លើងចំគួតលោកតាសោមគេមិនហៅម្ទេសក្តោឆ្មាទេគឺម្ទេសលឹងឆ្មារួចគាត់បន្តទៀតមើលមានអ្នកណាឃើញអីទៀតដែរនៅក្នុងផ្សារខ្ញុំទៀនក្មេង3-4នាក់ស្រែកអាមីសែលលោកតាសោមថាជំរាបលោកគ្រូអ្នកគ្រូនៅក្នុងផ្សារគេឃើញមានអ្នកលក់ម្រេចខ្ទឹមនិងត្រប់លឹងគោក្មេងនិងគ្រូសើចខិលលោកតាសោមបន្ថែមឯងពិតជារៀនឆាប់ចេះមែនក្មេងភ្លាមនោះដែរអាមីសែលស្រែកលោកគ្រូភ្លេចបិទលែវខោលោកតាសោមដែលអង្គុយលើតុស្ទុះក្រោកឈរលបលយោអញលេចបងស្វាតយូរហើយឥតមានអាណាប្រាប់អញសោះមេនាំគ្នាសើចកិលចំណែកអ្នកគ្រូវិញគាត់អៀនមុខឡើងក្រហមរត់ទៅពួននៅក្រោយក្តារខៀនបន្ទាប់មកទៀតអាមីសែលសុំលោកគ្រូទៅបត់ជើងឯងបត់ជើងតូចឬធំបត់ជើងតូចលោកគ្រូទៅចុះតែកុំយូរពេកវើយក្រោយពីអាមីសែលត្រឡប់មកថ្នាក់មិនទាន់បានអង្គុយស្រួលបួលផងស្រាប់តែលេចពូមនអ្នកថែសួនមកតាមក្រោយវាដែរមនឯងមានការអីឬលោកតាសោមសួរអាមីសែលវាទៅជួសអាចក្នុងសួនយីអាមីសែលលោកគ្រូមិនឯងទៅជួសក្នុងសួននេះអញ្ចឹងបាទលោកគ្រូមកពីខ្ញុំមិនចេះបត់ជើងក្នុងបង្គន់អនាម័យចុះនៅផ្ទះឯងទៅបត់ជើងនៅឯណាបាទខ្ញុំទៅបត់ជើងក្នុងចំការចេកក្បែរព្រៃកុងលោកគ្រូហួសចិត្តគ្រវីក្បាលតតាបើអីចឹងឯងទៅកើបលាមកឯងយកទៅចោលក្នុងបង្គន់អនាម័យទៅ
Michelle ជាក្មេងកំព្រីមានដើមកំណើតនៅខេត្តរតនគិរីគ្រួសារវាជាខ្មែរលើនៅពេលវាដឹងក្តីឡើងរហូតដល់អាយុ8ឆ្នាំវាស្គាល់តែព្រៃឈើវាពិបាករស់នៅក្នុងក្រុងណាស់ឪពុកម្ដាយចិញ្ចឹមវាប្រើពេលយូរបង្គាដើម្បីទម្លាប់ឲ្យវារស់នៅដូចក្មេងឯទៀតតែក្រោយមក Michelle ជាក្មេងវ័យឆ្លាតណាស់ដូចនេះយើងអាចសន្និដ្ឋានបានថាមិនមែនតែអ្នកក្រុងទេដែលមានការវ័យឆ្លាតអ្នកស្រែចម្ការចុងកាត់មាត់ញោកក៏មានបញ្ញាវៃឆ្លាតមិនចាញ់អ្នកក្រុងទេប្រសិនបើមានការអប់រំដូចគ្នានិយាយពីអាយ៉េនម្ដងដែលអង្គុយតុជាមួយអាមីសែលអាយ៉េនពេលព្រឹកនិងអាយ៉េនពេលរសៀលជាក្មេងពីរនាក់ខុសគ្នាស្រឡះពេលព្រឹកអាយ៉េនជាក្មេងស្វាហាប់វៃឆ្លាតតែដល់ពេលរសៀលស្រាប់តែទៅជាក្មេងស្ទុយរវើរវាយមិនដឹងជាវាគិតទៅរឿងអីទេវាច្រើនតែស្លៀកពាក់ខោអាវខ្មៅហើយស្នាក់នៅវត្តជើងថ្មពេលរសៀលមួយនោះអាយ៉េនអង្គុយសញ្ជប់សញ្ជឹងដូចជាវាកើតទុកអំពីរឿងអ្វីមួយលោកគ្រូស៊ូពីគោវាឆ្លើយពីក្របីលោកគ្រូស៊ូពីកើតវាឆ្លើយពីលេខលោកតាសោមទ្រាំមិនបានក៏សួរវាថាមើលអាយ៉េនឯងប្រាប់គ្រូមើលតើវាអាម៉េចឯងបានជាពេលរៀននៅថ្ងៃរសៀលឯងដូចវិតិចផ្ទះដូចឯងអស់ជំរាបប្រសាសន៍លោកគ្រូមកពីពេលរសៀលខ្ញុំគិតទៅវត្តអញគិតទៅវត្តរឿងអីបាទគិតថាតើក្រោយពីចេញពីសាលាទៅវត្តវិញបានអីស៊ីជួនកាលខ្ញុំហូបបាយទៅទេជួនកាលខ្ញុំដេកអត់បាយងាយដូចអញ្ចឹងលោកទសោមជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសនិងមេត្តាធម៌ជានិច្ចគាត់និយាយទៅកាន់សិស្សបើអញ្ចឹងស្អែកឯងយកអីវ៉ាន់ឯងមកនៅផ្ទះអញតែម្ដងទៅហើយមកអាយ៉េនក៏ខ្លាចជាសិស្សពូកែម្នាក់ដោយសារតែការមានការឧបត្ថម្ភពីលោកតាសោមវត្ថុស្វាធ្យាយគឺជាមុខវិជ្ជាមួយដែលក្មេងភាគច្រើនចូលចិត្តព្រោះកាលណាត្រូវរៀនមុខវិជ្ជានេះគ្រូច្រើននាំសិស្សដើរទៅតាមព្រៃថ្ងៃមួយនោះលោកតាសោមនាំសិស្សទៅព្រៃកុងដែលស្ថិតនៅជាប់វិទ្យាល័យព្រះសីហនុនាំមុខសិស្សចូលព្រៃគាត់នាំសិស្សទៅមើលថ្មដ៏ធំនៅទន្លេអ៊ុំជាមុនសិនឆ្លៀតពេលនោះដែរគាត់នាំសិស្សទៅពិនិត្យយន្តហោះមួយដែលបារាំងបើកធ្លាក់នៅទន្លេអ៊ុំពួកក្មេងដែលមិនធ្លាប់ឃើញកប៉ាល់ហោះផ្ទាល់ភ្នែកសប្បាយចិត្តខ្លាំងណាស់អាខ្លះសួរទៅស្ទាបកង់បែកអាខ្លះទៀតចាប់អង្រួនស្លាប់បាក់លាក់បន្ទាប់មកលោកគ្រូនាំសិស្សចូលព្រៃកុងនេះជាព្រៃមួយដែលរដ្ឋរក្សាការពារនិងហាមកាប់ឈើម្ល៉េះហើយនៅក្នុងព្រៃនោះគេឃើញមានដើមឈើធំច្រើនណាស់នៅពេលចូលទៅក្នុងព្រៃក្មេងៗភ្ញាក់នឹងរូបទេពប្រណម្យដ៏ធំដែលគេបិទនៅលើដើមឈើខ្លះរូបនេះនៅកម្ពស់ពីដីប្រហែលជា2 ទៅ 3 ម៉ែត្រនៅខាងក្រោមមានសរសេរអក្សរថាសូមគោរពលំនៅខ្ញុំនិងព្រៃឈើខ្ញុំសិស្សម្នាក់អាយុប្រហែល9ឆ្នាំសួរទៅលោកគ្រូហេតុដូចម្តេចបានជាទេវតាសំពះគេនៅលើដើមឈើអញ្ចឹងទេវតាសំពះមនុស្សអង្វរមនុស្សកុំឲ្យកាប់ផ្ទះគាត់ដើមឈើមិនមែនផ្ទះណាលោកគ្រូវាមិនមែនជាផ្ទះរបស់មនុស្សតែវាជាផ្ទះរបស់ទេវតានៅលើដើមឈើអញ្ចឹងចុះព្រៃឈើសិស្សបន្តជារបស់ទេវតាដែរឬលោកគ្រូព្រៃឈើក៏ជារបស់ទេវតាដែរបើគេកាប់វាអស់ទៅទេវតាផឹកទេទឹកនៅក្នុងទន្លេមហាកកូកមិនក៏ទេវតាមិនទៅផឹកលោកគ្រូទេវតាអត់ចេះផឹកទឹកទន្លេបឹងបួទេតែចេះតែផឹកទឹកភ្លៀងបើគ្មានព្រៃឈើក៏អត់មានភ្លៀងដែរនៅក្នុងថ្នាក់រៀនវេលារសៀលគ្រូសួរសិស្សថាមើលពួកឯងទៅលេងព្រៃព្រឹកមិញនេះចេះចាំអ្វីខ្លះក្មេងម្នាក់ឆ្លើយបាទលោកគ្រូខ្ញុំទើបនឹងដឹងថាទេវតាផឹកទឹកភ្លៀងអត់ចេះផឹកទឹកម៉ាស៊ីនទេល្អចុះអាយ៉ងវិញជំរាបប្រសាសន៍លោកគ្រូព្រឹកមិញទេវតាប្រាប់ខ្ញុំថាអត់ព្រៃឈើគាត់មកជាស្លាប់ដៃហោងព្រោះគាត់អត់មានទឹកដីទឹកផឹកល្អពួកឯងរៀនបានចេះចាំល្អណាស់